ជំរាបសួរសួស្តីបងប្អូនអ្នកគ្នាចាអ៊ីញ៉ាំមកដល់ទៀតហើយចាថ្ងៃនេះផងដែរគឺទិញបានមន់ល្អមួយបងប្អូនចាអញ្ចឹងហើយក៏ចង់ធ្វើបបរមន់ផ្សិតកាជូញ៉ាំចាបងប្អូនអ្នកគ្នាចាតោះទៅមើលពីវិធីធ្វើជាមួយខ្ញុំទាំងអស់គ្នាចាជាដំបូងខ្ញុំដាក់ដាំទឹកសិនចាពុះហើយគឺខ្ញុំដាក់មន់ចូលចាដើម្បីស្ងោរមន់ឲ្យផុយហើយបន្ទាប់មកខ្ញុំទៅធ្វើគ្រឿងដើម្បីទុកដាក់បបរអញ្ចឹងណាបងប្អូនអ្នកគ្នាជាដំបូងគឺខ្ញុំហាន់ឈាមមាន់ចាចំនួន2ដុំដោយសារខ្ញុំទិញមាន់2អញ្ចឹងខ្ញុំធ្វើបបរមាន់តែមួយទេចាហើយបន្ទាប់មកខ្ញុំទិញឈាមជ្រូកមកដាក់បន្ថែមចាឈាមជ្រូកហ្នឹងក៏អត់ដាក់ទាំងអស់ដែរចាដាក់តែ2ដុំតូចៗទេចាហាន់ឈាមជ្រូកហើយហ្នឹងគឺទុកមួយឡែកសិនចាបន្ទាប់ពីហាន់ចាឈាមជ្រូកឈាមមាន់ហើយហ្នឹងចាខ្សិតកញ្ចោខ្ញុំក៏បានលាងទឹកស្អាតដែរហើយបន្ទាប់មកខ្ញុំទៅចាប់ផ្ដើមចិញ្ច្រាំខ្ទឹមបន្តទៀតចាដំខ្ទឹមសិនហើយបន្ទាប់មកគឺខ្ញុំចិញ្ច្រាំខ្ទឹមចំនួន2មើមផងដែរដើម្បីទុកយកទៅបំពងចាបន្ទាប់ពីខ្ញុំចិញ្ច្រាំខ្ទឹមរួចហើយខ្ញុំរៀបចំខ្ទឹមទុកដាក់មួយឡែកសិនហើយបន្តមកទៀតគឺខ្ញុំទៅចាប់ផ្ដើមចាហាន់ជីជាមួយនឹងចាជីរណាជាមួយនឹងជីវ៉ាន់ស៊ុយខ្ញីជាមួយនឹងក្រូចឆ្មាផងដែរចាជាដំបូងគឺខ្ញុំហាន់ជាមួយនឹងជីស្លឹកវែងសិនចាតទៅពីហាន់ជីស្លឹកវែងហើយគឺខ្ញុំបន្តហាន់ជីវ៉ាន់ស៊ុយបន្តទៀតចាបន្ទាប់ពីហាន់ជីវ៉ាន់ស៊ុយហើយហ្នឹងខ្ញុំក៏មានក្រូចឆ្មាជាមួយនឹងខ្ញីផងដែរដើម្បីដាក់ជាមួយបបរហ្នឹងឲ្យបន្ថែមក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់ផងដែរបងប្អូនអ្នកគ្នាចាខ្ញីគឺហាន់ជារាងជាវ៉ាមូតូចចាចិញ្ច្រាំឲ្យរាងល្អិតតិចទៅចាស្រួលពេលយកត្រាក់ចូលជាមួយបបរគឺឆ្ងាញ់ចូលជាតិគ្នាតែម្ដងចាបន្ទាប់ពីខ្ញុំហាន់ខ្ញីជាមួយចាបន្ទាប់ពីហាន់ខ្ញីជាមួយនឹងគ្រឿងយើងរួចរាល់ហើយហ្នឹងចាគឺទុកមួយឡែកសិនចាបន្ទាប់មកគ្រឿងដែលខ្ញុំត្រៀមយកទៅឆាជាមួយអង្ករមានហៃប៊ីយូហឺចាមានសតែកមានអីហ្នឹងគឺយើងត្រៀមរួចជាស្រេចចារួចរាល់ហើយខ្ញុំចាប់ផ្ដើមទៅស្រង់មាន់ដែលបានដាក់ស្ងោរហ្នឹងចាយកមកទុកមួយឡែកសិនឲ្យត្រជាក់ស្នូលបេះសាច់អញ្ចឹងណាបងប្អូនអ្នកគ្នាចាគឺមាន់យើងគឺឆ្អិនល្អហើយចាប់ពណ៌ឡើងលឿងតែម្ដងហើយបន្តមកទៀតគឺខ្ញុំចាប់ផ្ដើមទៅដាក់ឆាជាមួយនឹងខ្ទឹមសតែម្ដងចាឆាឬក៏បំពងខ្ទឹមសយើងឲ្យក្រហមអញ្ចឹងទៅចាទុកដាក់ជាមួយបបរចាបន្ទាប់ពីលីងទៅលីងមកចាខ្ទឹមរបស់យើងគឺក្រហមល្អហើយគឺខ្ញុំដុសទុកមួយឡែកចាសម្រាប់ចាក់ទៅដាក់ញ៉ាំមួយបបរពេលដែលឆ្អិនចាហើយមួយចំណែកទៀតគឺខ្ញុំដាក់អង្ករចូលដើម្បីឆាជាមួយចាដើម្បីឲ្យអង្កររបស់យើងគឺមានក្លិនឈ្ងុយចាជាមួយនឹងខ្ទឹមបំពងនឹងផងដែរចាបន្ទាប់មកទៀតគឺខ្ញុំដាក់ហៃប៊ីយឺចូលចាគឺខ្ញុំអត់ប្រើជាមួយឆៃពៅទេចាខ្ញុំលីងជាមួយនឹងហៃប៊ីយឺឲ្យសព្វគ្នាហើយហ្នឹងចាបានខ្ញុំបន្ថែមជាមួយនឹងអំបិលស្ករប៊ីចេងចូលជាមួយតែម្ដងអូតាក់នេះហើយបន្តមកទៀតគឺខ្ញុំចាប់ដើមចាឆាអង្កររបស់យើងហ្នឹងបន្តទៀតដើម្បីឲ្យអង្ករស្ករប៊ីអំបិលស្ករប៊ីចេងរបស់យើងចារលាយសពគ្រឿងចូលជាមួយអង្ករហើយបានខ្ញុំទៅចាប់ដើមយកអង្ករដែលឆាហើយហ្នឹងចាយកទៅដាក់ចូលក្នុងទឹកស្ងោរមាន់ចាដែលពុះស្រាច់ចាបន្តមកទៀតគឺយើងដាក់អង្ករយើងចូលមកចាទុកតែរយៈពេល5នាទីអីគឺយើងអាចញ៉ាំបានហើយចាបន្ទាប់ពីដាក់អង្ករចូលហើយហ្នឹងគឺខ្ញុំត្រូវរំងាស់អង្ករចាដើម្បីឲ្យរីកបន្តទៀតទុករយៈពេលដល់អង្ករចិត្តតិចហើយគឺខ្ញុំដាក់ខ្សិតកញ្ជូចូលចាដាក់ខ្សិតកញ្ជូចូលហើយហ្នឹងគឺខ្ញុំទុកមួយឡែកទៅចាហើយបន្តមកទៀតខ្ញុំបន្ថែមជាមួយនឹងឈាមផងដែរចាឲ្យឆ្អិនមួយអំពុះទៅចាសកញ្ជូរបស់យើងហ្នឹងខ្ញុំដាក់ចូលជាមួយនឹងឈាមមាន់ឈាមជ្រូកចាហើយបន្តមកទៀតគឺខ្ញុំដាក់សាច់មាន់ដែលបានបេះហើយហ្នឹងខ្លះចាហើយបន្តពីដាក់ហើយហ្នឹងគឺខ្ញុំក៏បានថែមទឹកបន្តិចទៀតផងដែរដោយសារបបរយើងរៀងគោកបងប្អូនទាំងគ្នាដោយសារថែមសាច់ផងឈាមផងចាបន្តមកគឺបបររបស់ខ្ញុំគឺបានច្រើនហើយរសជាតិគឺប្រៃផ្អែមល្មមប្រយើងចង់បានចាបន្ទាប់មកគឺខ្ញុំអាចដួសយកទៅភ្លក់បានហើយបងប្អូនទាំងគ្នាច
ចាបន្ទាប់ពីដុសបបររួចហើយហ្នឹងចាយើងអាចយកទៅថែមគ្រឿងដូចជាខ្ទឹមបំពងចាជីជាមួយនឹងសណ្តែកបណ្ដុះចាឬក៏ថែមសាច់មាន់ស្លាប់មាន់ជើងមាន់តាមអ្វីដែលយើងចូលចិត្តចឹងទៅចាមានសៀងមានចាជាមួយនឹងម្រេចផងដែរចាអរគុណច្រើន